គេលៀងអារក្សជាផ្លូវបារមីដែលអត់លោកតាចៅការលៀងអារក្សពិធីលៀងអារក្សក្តីឬក៏ខ្លះគេហៅថាពិធីឡើងរោងក្តីឬក៏ពិធីឡើងមៀកក្តីទាំងអស់នេះចៅមិនគួរយកមកសួរតាថាពីផ្លូវបារមីឬក៏អត់ទេចៅនេះជាគេដំណើររបស់ដូនតាខ្មែរចៅប្រពៃណីខ្មែរតាមតំបន់ស្រុកនីមួយក៏តែងគោរពអារក្សបញ្ចូលអារក្សអីចឹងទៅហើយក្នុងរឿងព្រេងនិទានខ្មែរខ្លះរឿងភាពយន្តខ្លះក៏គេដាក់គ្រឿងបញ្ចាំងអារក្សចូលដែរចៅណានេះជាប្រពៃណីរបស់ខ្មែរយើងចៅមិនគួរវាយតម្លៃថាគេធ្វើអាក្រក់មិនមែនជាផ្លូវបារមីជាផ្លូវអារក្សជាផ្លូវអីចៅអារក្សមួយម៉ាត់ប្រែថាអ្នករក្សាយើងនឹងឯងទៅបីពួកមេមត់មេខ្មោចអីក៏ដោយក៏គេអារក្សគឺគេរក្សាយើងចៅណាជាអ្នករក្សាយើងឲ្យក្តីសុខដល់យើងការធ្វើនេះជាប្រពៃណីសម្រាប់សុំសេចក្តីសុខដើម្បីឲ្យខ្មែរយើងមានជំនឿចិត្តរឹងមាំហើយពីដើមក៏បានពិធីលៀងអារក្សជួយព្យាបាលជំងឺខ្លះទៅគឺអារក្សខ្លះសន្ធិដ្ឋមកទៅប្រាប់ថ្នាំប្រាប់អីសម្រាប់ព្យាបាលរោគានៃរាជខ្មែរអញ្ចឹងទៅដូច្នេះចៅកុំយកមកវែកញែកថាលៀងអារក្សលៀងអីមិនត្រឹមត្រូវមិនមែនជាផ្លូវបារមីអីនោះចៅកុំគិតអញ្ចឹងចៅជាប្រពៃណីចៅបើចៅកាន់មិនបានរក្សាមិនបានទេចៅកុំប្រមាថកុំមើលងាយគេរឿងទាំងអស់នេះសិតតែជារឿងប្រពៃណីខ្មែរគួរតែចៅណាដែលមាននិស្ស័យខាងអារក្សអីនឹងមើលថែរក្សាត្រឹមត្រូវចៅណាកុំយកណាខ្លះរៀនពុទ្ធសាសនាហើយយកថអាយកតាមគម្ពីរបៃដកដោយកាត់តម្រឹមចៅដោយកាត់តម្រឹមប្រពៃណីខ្មែរទង្វើនេះវាមិនសមទេចៅទង្វើប្រពៃណីខ្មែរអោយសម្បូរបែបចោះវាជាការល្អចៅណាកុំយកគម្ពីរបៃដកថាផ្លូវនឹងមិនមែនផ្លូវសាសនាព្រះពុទ្ធហើយយកគម្ពីរតាមសាសនាព្រះពុទ្ធដែលកាត់តម្រឹមប្រពៃណីខ្មែរដែលដូនតាខ្មែរធ្លាប់ធ្វើនោះទង្វើនឹងអត់ត្រូវទេចៅអត់ត្រូវសោះតែអត់គ្រប់ត្រសោះកុំយកថអាថាក្នុងបៃដកអត់មានមិនទៅធ្វើអញ្ចឹងខុសពីបៃដកអីចឹងវាមិនគួររឿងបនសនសុំសេចក្តីសុខអីណាទេទង្វើការបនស្រន់ការបួងសួងអីចឹងជាទង្វើខុសពីព្រះពុទ្ធចៅជាទង្វើត្រូវចៅទង្វើត្រូវរបស់មនុស្សខុសពីព្រះពុទ្ធមែនតែសង្គមតែរស់ទៅការសុំអញ្ចឹងគេបួងសួងអីបួងសួងទៅសំខាន់ឲ្យគេសប្បាយចិត្តទៅយើងទៅបំពេញគេថាអីយកថអាព្រះពុទ្ធទៅកាត់តម្រឹមគេថាអីគេបួងសួងមួយទៅគេបួងសួងឲ្យមិនគេអត់ធ្វើការងារណាចៅណាការបួងសួងជាកម្លាំងចិត្តមួយការបន់ស្រន់សុំជាកម្លាំងចិត្តមួយចៅប្រឹងខំធ្វើការងារព្រោះក្នុងលោកនេះដឹងហើយគ្មានទេវតាណាអោយយើងតាមសេចក្តីប្រាថ្នាបួងសួងលុយសុំលុយបានលុយធ្លាក់មកឲ្យចៅគឺអត់ទេចៅតែការបួងសួងការបន់ស្រន់ជាកម្លាំងចិត្តមួយឲ្យចៅតស៊ូខំជាយាមពុះពៀដើម្បីរកស៊ីតទៅទៀតការបួងសួងក៏មានបារមីនៅចិត្តនឹងអាណិតចៅក៏ស្រឡាញ់ចៅប្រទានពរឲ្យចៅចឹងទៅចៅណាដូច្នេះចៅខ្លះដែលរៀនសាសនាកម្ពីសាសនាច្បាស់លាស់ឲ្យដើរកាត់តម្រឹមប្រពៃណីគេចៅដើរនិយាយបង្អាប់ថាអានេះធ្វើជាមិនត្រឹមត្រូវតាមប្រពៃតាមប្រពុតទេធ្វើនឹងបែកឆ្វេងឲ្យក្រុមមនុស្សអាក្រក់អីណាទង្វើនេះមិនត្រូវទេចៅប្រពៃណីខ្មែរទុកបើចៅមិនបានរក្សាទេកុំយកថអាប្រពុតទៅកាត់តម្រឹមចោលចៅទុកឲ្យកូនចៅខ្មែរដែលគេជំនឿគេរក្សាចោះឲ្យប្រពៃណីនឹងឲ្យមានបុសម្បូរបែបទៅការគ្រាន់តែការបួងសួងការតម្លើងអារក្សខុសដែរនោះវាអត់ត្រូវទេចៅដោយគ្រូខ្លះយើងសន្ធិដ្ឋរូបអីចឹងមិនមែនមានតែប្រទេសខ្មែរណាចៅដូចជាងសន្ធិដ្ឋរូបដោយលោកតាជាដើមលោកតាក៏មានបារមីយើងសន្ធិដ្ឋដែរមិនមែនមានតែខ្មែរចឹងទេចៅប្រទេសឥណ្ឌាក៏មកកកោកប្រទេសចិនក៏មកកកោកតែស្រីលង្កាក៏មកកកកនៅអឺរ៉ុបខ្លះក៏មានសន្ធិដ្ឋរូបដែរចាតែចាំមិនបានមើលវីដេអូគេផុសគេច្បាស់លាស់នៅប្រទេសវៀតណាមក៏មានសន្ធិដ្ឋរូបប្រទេសថៃក៏មានសន្ធិដ្ឋរូបឯណាក៏មានសន្ធិដ្ឋរូបដែរដូច្នេះកុំយកថអាប្រពុតយកមកកាត់ត្រឹមប្រពៃណីគេចៅវាមិនត្រូវទេចៅទង្វើនេះវាមិនត្រូវព្រោះជាការបំពានសិទ្ធិរបស់គេចៅគេគ្រប់រូបជំនឿស្នងរូបស្នងអីចឹងទៅគេជឿទៅទុកឲ្យគេជឿចោះជាប្រពៃណីរបស់គេជានិស្ស័យរបស់គេចៅណាក្នុងโลกនេះគ្មានរឿងអីមួយដែលខុសទេចៅរឿងអីក្នុងโลกនេះដែលកើតមកចៅសិតតែត្រូវតាមហេតុបច្ច័យរបស់វាទាំងអស់ដូចតាអញ្ចឹងតាមិនដឹងថាខ្លួនតាខ្លាចជាស្នងរូបឯណាចៅខំបដិបត្តិតយូរទៅទេវតាមករក្សាអញ្ចឹងខ្លាចជាស្នងរូបអញ្ចឹង
ដូច្នេះទៅដែលចៅខ្លះចៅជាស្នងបារមីជាអេសីណែអេសីណោះឬទេវតាណែទេវតាណោះឬក៏អរិយអ្នកតាណែអ្នកតាណោះរក្សាសន្ធិដ្ឋអីចឹងយើងមិនគួរយកសាសនាព្រះពុទ្ធមកវាយប្រហារថាទង្វើសន្ធិដ្ឋរូបហ្នឹងជាទង្វើខុសពីព្រះពុទ្ធពីអីសម័យព្រះពុទ្ធទេចៅមានពពួកអមនុស្សពួកបិសាចចៅសន្ធិដ្ឋភិក្ខុសង្ឃដែរចៅតែគេតបស្កាត់ទៅការពិតណា4នៅតែមានព្រាយចូលសន្ធិដ្ឋចៅសន្ធិដ្ឋចង់ស៊ីសាច់ឆាវក៏មានក្នុងសាសនាព្រះពុទ្ធដូច្នេះហាមខត់ណាក់សន្ធិដ្ឋមិនបានចៅបើយើងមាននិស័យខាងគេចូលសន្ធិដ្ឋគេចូលមកសន្ធិដ្ឋហើយដូច្នេះកុំប្រមាទដូច្នេះប្រពៃណីខ្មែរដែលឡើងលៀងអារក្សអីចឹងឡើងរោងឡើងអីឡើងមៀកឡើងអីរបស់ខ្មែរហ្នឹងបើយើងមិនបានកាន់មិនបានគ្រប់ទេកុំវាយប្រហារកុំប្រមាទគួររក្សាជាប្រពៃណីទុកឲ្យខ្មែរមានប្រពៃណីសម្បូរបែបចឹងទៅកុំយកថអាប្រពុតដែលកាត់តម្រឹមប្រពៃណីគេចោលណាចាកុំឲ្យសោះចាតាសុំប៉ុណ្្នឹងចា